สวัสดีសាជាថ្មីមកកាន់ MS Studio ថ្ងៃនេះវិលត្រឡប់មកជួបជាមួយនឹងឡាវ៉ារបស់យើងវិញម្ដងកុំភ្លេច comeback មកគាំទ្រវិញផងណាជួយប្រាប់តគ្នាផងណាថា admin ត្រឡប់មកវិញហើយខានផុសពី3ឆ្នាំមានអារម្មណ៍ថាធ្លាក់ view មែនតើបាត់ fan ទៅណាអស់ហើយនឹង comeback ឥឡូវនេះ admin មកវិញហើយចង់ឲ្យមានការគាំទ្រដូចកាលពីមុនកាលដែលយើងសម្រាយរឿងជាមសម្រាយរឿងឡាវ៉ាហើយនឹងសម្រាយរឿងផ្សេងទៀតសប្បាយសើចទាំងអស់គ្នានៅចាំបានអត់អូខេឥឡូវនេះនិយាយលេងជាមួយ fan ប៉ុណ្ណឹងបានហើយតោះចូលសាច់រឿងយើងវិញ comeback ជាមួយនឹងវគ្គ Lava Family តពីវគ្គដង្កូវមានកូននៅចាំបានអត់បើមិនទាន់បានមើលទេអាចចូលទៅមើលនៅក្នុង channel របស់យើងបានថ្ងៃនេះ admin នឹងធ្វើការសម្រាយវគ្គជាប់គ្នាតែម្ដងដើម្បីជាការលួងចិត្តក៏ដូចជាដើម្បីឲ្យ fan ទាំងអស់គ្នារបស់យើងស្ងប់ចិត្តផងដែរវគ្គទី1នេះមានចំណងជើងថា Firefly ពេលព្រឹកព្រលឹមថ្ងៃរះពណ៌ក្រហមព្រៀងយើងឃើញថាអ្នកមីង Red និងអ្នកម៉ាក់ Yellow កំពុងតែប្រឡែងលេងជាមួយនឹង Baby Julie ពេលនេះលូតលាស់ធំធាត់មែនទែនធំជាងអ្នកមីង Red និងអ្នកម៉ាក់ Yellow របស់គេទៀតផងកាន់តែធំកាន់តែរពឹសក្មេងតូចគួរឲ្យស្រឡាញ់ម្នាក់នេះកំពូលកោហើយធ្វើបាបអ្នកមីង Red និងអ្នកម៉ាក់ Yellow មែនទែនមើលតែរូបភាពប៉ុណ្ណឹងទៅក៏ដឹងហើយ Red និង Yellow ដែលធ្លាប់តែកោគេឥឡូវនេះមានអ្នកកោវិញម្ដងមានអារម្មណ៍មិនដែរគ្រាន់តែលេងប្រឡែងជាមួយនឹង Baby Julie នឹងអ្នកម៉ាក់ Yellow មានអារម្មណ៍ថាហត់បាត់ទៅហើយហត់ម៉េះលេងតាំងពីព្រឹកទល់ល្ងាចពេលរាត្រីក៏បានមកដល់សំឡេងសត្វយំខ្យល់បក់ត្រជាក់ជាមួយនឹងទស្សនីយភាពព្រះច័ន្ទតូចមួយចំណិតវ៉ាវពេលរាត្រីដ៏ល្អប្រសើរពេលនោះមានពន្លឺភ្លើងដ៏ចម្លែក3គ្រាប់បានហោះចូលមកកាន់ទីតាំងដែលគេកំពុងតែគេងលក់ស្កប់ស្កល់ហើយភ្លើងនោះបានធ្វើឲ្យ Baby Julie ភ្ញាក់មុនគេអ្នកមីង Red និងអ្នកម៉ាក់ Yellow មិនបានភ្ញាក់ទេហើយរឿងដ៏ចម្លែកមួយនោះគឺគូតរបស់ Baby Julie ក៏មានភ្លើងភ្លឺចម្លែកដូចពន្លឺទាំង3នោះដែរ Baby Julie ហាក់ដូចជាភ្ញាក់ផ្អើលនិងសប្បាយរីករាយជាខ្លាំងជាមួយនឹងពន្លឺភ្លើងទាំង3នោះគេបានរត់ដេញតាមពន្លឺភ្លើងទាំង3នោះចូលទៅក្នុងព្រៃប៉ុន្តែរឿងដែលមិនគួរឲ្យនឹកស្មានមួយទៀតនោះគឺការរត់របស់គេមានស្នាមពន្លឺភ្លើងនោះជាប់ទៅរហូតហើយស្នាមពន្លឺភ្លើងនោះក៏បានប្រឡាក់ជាប់ជាមួយនឹងមាត់របស់អ្នកម៉ាក់ Yellow ផងដែររត់ប្រឡាយតាមពន្លឺភ្លើងទាំង3ដោយគូតរបស់គេចេះតែអូសជាប់នឹងដីដោយមានស្នាមប្រឡាក់ពន្លឺភ្លើងនោះជាប់រហូតពេលទៅដល់ក្នុងព្រៃផ្សិតនោះគេបានប្រទះឃើញតួអង្គមួយទៀតហើយនោះគឺសត្វអំពិលអំពែកអ្នកទាំងអស់គ្នាស្គាល់ដែរអត់ឥឡូវនេះ admin ដូចអត់សូវដែរឃើញសោះក្រឡេកមកមើលអ្នកម៉ាក់ Yellow និងអ្នកមីង Red ដែលកំពុងតែគេងលក់ស្កប់ស្កល់នេះវិញរំពេចនោះមានខ្យល់បក់ផាត់មកប៉ះខ្លួនគេហើយធ្វើឲ្យរូបគេភ្ញាក់នឹងខ្លួនភ័យស្លន់ស្លោព្រោះបាត់ Baby Julie Yellow មិនបងអង្គយូរក៏បានដាស់ Red ឲ្យក្រោកឡើងដែរទាំងដែលខ្លួន Red ទើបតែបានគេញ៉ាំបាញ់មិញដោយសារតែជាប់មើល World Cup Red គ្រាន់តែបើកភ្នែកមកភ្លាមភ្ញាក់យ៉ាងខ្លាំងដោយសារតែឃើញមុខ Yellow មានស្នាមពន្លឺប្រឡាក់ជាប់មុខរបស់គេនឹងមិនបងអង្គយូរទេពួកគេក៏បានទៅតាមរក Baby Julie ចំណែក Baby Julie អានេះមើលទៅដូចជាសប្បាយចិត្តដល់ហើយពេលបានជួបជាមួយនឹងលបងអំពិលអំពែកដោយសារតែគូរបស់ពួកគេមានភ្លើងដូចគ្នាអំពិលអំពែកនិង Baby Julie ហាក់ដូចជាស្រឡាញ់គ្នាមែនទែនពួកគេប្រឡែងគ្នាដោយយកគូរបស់គេក្រវីចេញជារូបបេះដូងចេញជារូបរង្វង់មើលទៅសប្បាយដោយមិនខ្វល់ពីអ្នកមីង Red និងអ្នកម៉ាក់ Yellow ទាល់តែសោះ Yellow និង Red អានេះកំពុងតែភ័យបុកពោះជាខ្លាំងហើយបានដើរតាមរក Baby Julie តាមរយៈស្នាមពន្លឺរបស់គេដើរចូលដើរឡើង Red និង Yellow បានវង្វេងចូលទៅក្នុងកំប៉ុងដ៏កញ្ចាស់មួយដែលមានអឹងនិងកំទេចកំទីសត្វចំណែកអំពិលអំពែកបាននាំ Baby Julie ទៅដល់បឹងមួយហើយបានគប់ពន្លឺភ្លើងមួយគ្រាប់ចូលទៅក្នុងទឹកពន្លឺភ្លើងនោះបានបង្កើតទៅជាកញ្ចក់ទឹកមួយដែលផុសចេញពីទឹកមកអំពិលអំពែកបានបង្ខំឲ្យ Baby Julie ចូលទៅក្នុងកញ្ចក់ទឹកនោះជាមួយគេប៉ុន្តែ Baby Julie មិនព្រមនោះទេគេបានព្យាយាមរត់គេចពីកន្លែងនោះ However អំពិលអំពែកព្យាយាមធ្វើបែបយ៉ាងដើម្បីបង្ខំ Baby Julie គេបានប្រើមន្តអាគមរបស់គេដើម្បីលបងចិត្តរបស់ Baby Julie ឲ្យចូលទៅទីនោះជាមួយនឹងគេដែរវេទមន្តរបស់អំពិលអំពែកបានធ្វើឲ្យ Baby Julie យល់ព្រមជិះទូកជាមួយគេដើម្បីចូលទៅក្នុងកញ្ចក់ទឹកនោះ Luckily Red និង Yellow បានមកដល់ភ្លាមគេសើចសប្បាយភ្លាមដោយសារតែបានឃើញ Baby Julie តែពេលនោះគេក៏ភ្ញាក់វិញភ្លាមដោយសារតែ Baby Julie បានកំពុងតែធ្វើដំណើរទៅកាន់កញ្ចក់ទឹកហើយកំពុងតែសឹមជាមួយនឹង Baby Julie ថាបានចូលទៅដល់កញ្ចក់ទឹកហើយពេលនោះក៏ស្រាប់តែ Yellow បានគប់ដុំថ្មទៅកាន់អំពិលអំពែកហើយបានប្រើក្បាច់គុណពិសេសរបស់គេទៅកាន់អំពិលអំពែកទៀតផងហើយក្បាច់គុណពិសេសនោះគឺមហិទ្ធិឫទ្ធិផោមឥតអាសូរនិងបានបាញ់ស្គរគ្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់អំពិលអំពែកទៀតផងហើយពេលនោះ Baby Julie របស់យើងក៏បានដឹងខ្លួនផងដែរគ្រាន់តែដឹងខ្លួនភ្លាមភ្ញាក់ធាក់អំពិលអំពែកមួយជើងធ្លាក់ទៅក្នុងទឹកបាត់ពេលនោះផ្ទៃមេឃហាក់ដូចជាភ្លឺបន្តិចហើយអំពិលអំពែកនោះក៏បានប្រែក្លាយជាបិសាចភ្លាមគេក៏បានបើកឆាកប្រយុទ្ធជាមួយនឹង Red និង Yellow ចំណែក Baby Julie ក៏បានអណ្ដែតបន្តិចម្ដងរហូតទៅដល់កញ្ចក់ទឹកកូនត្រីក្រឹមមួយក្បាលបានហក់ចូលទៅក្នុងកញ្ចក់ទឹកនោះពេលនោះឃើញសតតែឆ្អឹង Red និង Yellow ឃើញដូច្នេះភ័យខ្លាំងណាស់ក៏បានបន្ថែមល្បឿនកំប៉ុងរបស់ពួកគេដើម្បីទៅជួយ Baby Julie ដោយសារតែក្តីស្រឡាញ់និងការជួយសង្គ្រោះ Baby Julie បានធ្វើឲ្យ Red និង Yellow ធ្លាក់ខ្លួនឯងចូលទៅក្នុងកញ្ចក់ទឹកនោះ Baby Julie ក៏បានខ្ទាតទៅឆ្ងាយពីកញ្ចក់ទឹកនោះផងដែរឃើញ Baby Julie ខ្ទាតទៅឆ្ងាយធ្វើឲ្យបិសាចអំពិលអំពែកនឹកឃើញដល់ខ្លួនឯងកាលពីនៅក្មេងជាមួយនឹងម្ដាយត្រូវបានបរិះកសិករដេញចាប់និងធ្វើបាបធ្វើឲ្យរូបគេមានចិត្តអាណិតដល់ Baby Julie ទៅវិញតែអត់ទេគេអត់អាណិតទេគេបានសើចសប្បាយរីករាយដោយសារតែឃើញ Yellow និង Red បានចូលទៅក្នុងកញ្ចក់ទឹករបស់គេហើយគេបានប្រើយុទ្ធសាស្ត្រមួយប៉ុន្តែយុទ្ធសាស្ត្រនោះក៏បានរបូតដៃធ្លាក់ចូលទៅក្នុងកញ្ចក់ទឹកអាយ៉ា admin ភ្លេចមើល Yellow និង Red បានឡើងមកដល់មាត់កញ្ចក់ទឹកវិញបាត់ទៅហើយគិតទៅ Superman ទាំងពីរនាក់នេះចង់ធ្វើបាបក៏មិនងាយដែរអូក្រឡេកមើលក្រោយបិសាចអំពិលអំពែករបស់យើងបានឃើញតួអង្គម្នាក់ទៀតហើយនោះគឺអំពិលអំពែកតូចមួយតែគេជានរណាទៅតាមពិតនោះគឺជាកូនរបស់អំពិលអំពែកនោះគេបានបង្ហាញកាយវិការគួរឲ្យស្រឡាញ់ទៅកាន់ម្ដាយរបស់គេអារម្មណ៍ dramatic ក៏ដូចជាមនោសញ្ចេតនាក៏បានកើតឡើងភ្លាមរវាងអំពិលអំពែកម្ដាយនិងកូនពីរ
អ្នកនេះហើយពេលនោះថ្ងៃថ្មីក៏បានរះភ្លាមអំពិលអំពៃពីអ្នកម៉ែកូនក៏បានទៅបាត់ហើយ Red និង Yellow ក៏ដូចជា Baby Julie ក៏បានជួបជុំគ្នាវិញនៅលើទឹកបឹងនោះ Wow so sweet វគ្គទី1នេះក៏បានបញ្ចប់តោះចូលទៅវគ្គទី2ទាំងអស់គ្នា Good morning new day មើលទៅអ្នកមីង Red និងអ្នកម៉ាក់ Yellow ភ្នែកឡើងខ្មៅអស់ហើយមុខនេះទំនងជាតាមដាន World Cup ដាក់យប់អត់បានពួនទេអូ admin និយាយលេងទេតាមពិតពួកគាត់រវល់ជាមួយនឹង Baby Julie នឹងឯងដឹងស្រាប់ហើយថា Baby Julie នេះកំពូលកោមែនទែនធ្វើបាប Red ហើយនិង Yellow រាល់ថ្ងៃហើយថ្ងៃនេះពួកគេកំពុងធ្វើអីទៀតហើយគឺពួកគេកំពុងតែលេងជាមួយដីខ្សាច់ហើយពេលនោះមានថង់ប្លាស្ទិកមួយដែលមានប៊ូតុងប៉ោងចុចសម្រាប់ចុចលេងនោះអ្នកទាំងអស់គ្នាធ្លាប់ចុចដែរមែនអត់ Yes Yellow បានបង្រៀន Baby Julie ឲ្យលេងអាចចុចនឹងយ៉ាងសប្បាយរីករាយលេងជាមួយគ្នាសុកស្រាប់តែបាត់ Baby Julie ម្ដងទៀតហើយគឺ Baby Julie ត្រូវបានសត្វចម្លែកម្យ៉ាងកំពុងតែបីបំថ្នាក់ថ្នមរូបគេនៅក្នុងព្រៃហើយសត្វនោះ admin ក៏អត់ស្គាល់ដែរបើអ្នកណាស្គាល់ជួយ comment ប្រាប់ផងណា Red គ្រាន់តែឃើញសត្វនោះភ្លាមមានការខឹងសម្បាជាខ្លាំងស្ទុះរត់ទៅចេញក្បាច់គុណដាក់សត្វនោះតែម្ដងដោយសារតែឃើញគេកំពុងតែបីបំ Baby Julie ស្មានតែចាប់យកទៅទៀតហើយមានអីមិនទាន់បាននឹងវាយគេផងត្រូវគេទាត់មួយជើងខ្ទាតមកវិញបាត់ទៅហើយក្លែកមើលទៅសត្វនោះសាច់ដុំធំមែនតែនប្រហែលជាទៅជីមរាល់ថ្ងៃហើយមើលទៅគ្រាន់តែឃើញសាច់ដុំរបស់គេធ្វើឲ្យ Red និង Yellow នេះមានការខឹងជាខ្លាំងនិយាយទៅចំណែនគេហ្មងហ្នឹងក៏បានប្រឹងប្រែងបញ្ចេញសិចផេករបស់ខ្លួនដែរតែអត់ចេញសិចផេកសោះមើលទៅ Baby Julie នេះអត់មានខ្លាចសត្វចម្លែកអីនោះសោះតែម្ដងបែរជាសប្បាយរីករាយជាមួយនឹងគាត់ទៅវិញ Red និង Yellow ក៏អត់ហ៊ានខឹងជាមួយនឹងគាត់ទៀតដែរព្រោះមើលទៅគាត់ក៏ចាស់ដែរហើយថែមទាំងគោរពគាត់និងសុំគាត់ធ្វើជាគ្រូទៀតផងអូពេលនេះយើងដឹងហើយថាសត្វចម្លែកនោះគឺជាសត្វអណ្ដើកទេតាអណ្ដើក10000ឆ្នាំដែលចេះក្បាច់គុណដូចក្នុងរឿងចិនថៃជីអញ្ចឹង admin សូមដាក់ឈ្មោះគាត់ថាអណ្ដើកថៃជីតែម្ដងទៅពេលនេះ Yellow ហើយនិង Red ក៏បានមកហាត់ក្បាច់គុណជាមួយនឹងលោកគ្រូអណ្ដើកថៃជីផងដែរក្បាច់គុណមានជាន់ពីលើផងមានត្រាំទឹកផងមានទាំងរត់ឡើងភ្នំមានទាំងក្បាច់សម្រាលខ្លួនរត់លើទឹកហាត់សាច់ដុំដោយប្រើអណ្ដាតវ៉ាវចម្លែកមែនទែនរហូតដល់ Red និង Yellow បានចេះក្បាច់គុណនិងខ្លាចជាកម្ពុជាក្បាច់គុណថៃជីទាំងពីរក្រោយពីបានចេះក្បាច់គុណហើយក៏បានលាលោកគ្រូថៃជីអណ្ដើកត្រឡប់មកផ្ទះវិញហើយបានយកក្បាច់គុណនោះមកប្រឡែងលេងជាមួយនឹង Baby Julie ប្រឡែងលេងជាមួយនឹងគ្នាសុកក៏បានបាត់ខ្លួន Baby Julie ម្ដងទៀតហើយរំពេញនោះក៏បានលេចខ្លួន Baby Julie មកវិញជាមួយនឹងត្រីដ៏ធំមួយ Red និង Yellow ក៏បានប្រើក្បាច់គុណថៃជីរបស់គេប្រយុទ្ធជាមួយនឹងត្រីនោះប៉ុន្តែត្រូវត្រីវត្តមួយកន្ទុយខ្ទាតទៅដល់កន្លែងលោកគ្រូអណ្ដើកថៃជីវិញពួកគេប៊ីនឹងធ្លាក់ទៅដល់ក្រោមទៅហើយចៃដន្យអីលោកគ្រូថៃជីអណ្ដើកក៏បានមកជួយទាន់ Red Yellow និង Baby Julie ក៏បានអរគុណដល់លោកគ្រូអណ្ដើកថៃជីប៉ុន្តែដោយសេចក្តីត្រេកអរប៉ុនពេក Baby Julie ក៏បានបុកលោកគ្រូអណ្ដើកថៃជីរហូតដល់បែកស្នុករបស់គាត់ពេលនោះក្បាច់គុណរបស់លោកគ្រូថៃជីអណ្ដើកក៏បានបែកសាយភីស្របពេលដែល Yellow របស់យើងក៏បានបែកផោមខ្ទាតពេញនឹងផងដែរមហិទ្ធិឫទ្ធិផោមអត់អសូរជាមួយនឹងក្បាច់គុណថៃជីបានធ្វើឲ្យ Baby Julie ចូលទៅក្នុងភពមួយកំពូលគុណនិយម Red និង Yellow ក៏បានមកដល់ភពនោះជាមួយនឹង Baby Julie ផងដែរមើលទៅហាក់ដូចជាពិភពក្បាច់គុណនៅក្នុងរឿងចិនបុរាណអញ្ចឹងពួកគេក៏បានបញ្ចេញក្បាច់គុណនិងប្រឡែងលេងយ៉ាងសប្បាយរីករាយនៅក្នុងពិភពបុរាណចិននោះលេងរហូតដល់ Baby Julie គេងលង់លក់ហើយពួកគេក៏បានត្រឡប់មកកាន់ភពរបស់ពួកគេវិញហើយពេលនោះក៏សន្មតថាលោកគ្រូថៃជីអណ្ដើកបានស្លាប់បាត់ទៅហើយវគ្គមួយនេះក៏បានបញ្ចប់តោះយើងចូលទៅកាន់វគ្គថ្មីមួយទៀត Let's go New day is coming ថ្ងៃថ្មីបានមកដល់ទៀតហើយថ្ងៃនេះ Baby Julie កំពុងតែលេងសប្បាយរីករាយជាមួយនឹងកូនទីទុយវិញម្ដងពួកគេកំពុងតែដកផ្សិតដណ្ដើមគ្នាញ៉ាំយ៉ាងសប្បាយរីករាយកំពុងតែសប្បាយសុកទុកក៏បានមកដល់ដោយ Baby Julie បានជ្រុលដៃប្រឡែងជាមួយនឹងកូនទីទុយធ្វើឲ្យកូនទីទុយពកក្បាលមួយដុំធំ Oh my god ម្ដាយទីទុយបានកំពុងតែឈរមើលពីលើដើមឈើមកខឹងសម្បាយ៉ាងខ្លាំងក៏បានហោះទៅចាប់យក Baby Julie ភ្លាមBaby Julie ក៏មិនបណ្ដោយឲ្យអ្នកម៉ាក់ទីទុយចាប់ខ្លួនបានតាមចិត្តនោះដែរគេក៏បានបញ្ចេញក្បាច់គុណផោមរបស់គេធ្វើឲ្យទីទុយធ្លាក់ខ្លួនចុះមកដែកប្រកាច់ប្រកិនខឹងខ្លាំងណាស់គួរឲ្យខឹងមែនកំពុងតែទ្រាំខ្លួនផងពេលនោះមានសត្វកណ្ដូបមួយបានមកចេញក្បាច់គុណវាយទីទុយបន្ថែមទៀតអូពិតជាស្បែកកម្មមែន Baby Julie នេះមិនទាន់ទៅណាឆ្ងាយទេនៅលួចមើលទីទុយនៅឡើយទេលបងកណ្ដូបនេះមិនដឹងជាមកពីណាពីណីធ្វើបាបទីទុយវាយយោតែម្ដងខឹងមែនចង់សងសឹកវិញក៏មិនកើតដោយសារតែទ្រាំខ្លួនបាត់ទៅហើយ Baby Julie ឃើញហានទីទុយពេកក៏បានចេញទៅការពារទីទុយពីស្នៀតចុងក្រោយរបស់កណ្ដូបមិនត្រឹមតែប៉ុណ្ណោះ Baby Julie ក៏បានជិះលើក្នុងកណ្ដូបទៅរកអាហារមកឲ្យទីទុយទៀតផងចំណែកកូនទីទុយអានេះវិញកំពុងតែលេងសប្បាយជាមួយនឹង Red ហើយនិង Yellow បានឲ្យកូនទីទុយញ៉ាំហតដងមួយដុំដែលគេមិនធ្លាប់ញ៉ាំពីមុនមកទេញ៉ាំហើយមានអារម្មណ៍ដូចឡើងឋានសួគ៌ក៏លេចមកមើលម្ដាយទីទុយអានេះវិញកំពុងតែវេទនាសាច់កាមពុនពេកមិនដឹងជាធ្វើស្អីខ្លះទេជាមួយកណ្ដូបនិង Baby Julie បានធ្វើឲ្យខ្ទាតថ្មទៅត្រូវនឹងកង្កែបពីរនាក់នេះកំពុងតែស្វីតស្នេហាគ្នាផងស្រាប់តែត្រូវម្ដុំថ្មប៉ះចំគូស្នេហ៍របស់គេបានសន្លប់បាត់អ្នកណាមិនខឹងត្រូវតែសងសឹកអូមិនមែនសងសឹកតែមួយនោះទេគឺក្រុមកង្កែបទាំងវងបានចេញមកព្រមគ្នាពេលនេះចាប់ហើយទីទុយកំពុងតែធ្វើមកស្អុយផងដោយសារតែទ្រាំខ្លួនកណ្ដូបហើយនិង Baby Julie នេះកំពុងតែភ័យឡើងញ័រសាច់ទៅហើយពួកគេប្រុងនឹងរត់ចោលទីទុយប៉ុន្តែទីទុយប្រាប់ថាកុំរត់ទុកឲ្យបងជាអ្នកដោះស្រាយអូមិនឈ្នះកង្កែបនោះទេកង្កែបបានធ្វើជារិញមួយដើម្បីឲ្យវាយជាមួយនឹងមេរបស់វាប្រៀបដូចជាប្រដាល់គុណខ្មែរដណ្ដើមខ្សែក្រវ៉ាត់រវាងកីឡាករទីទុយនិងបងធំកង្កែបវាយមិនទាន់ចាប់មកទឹកផងកង្កែបក៏បានលោតមកជួយគ្នានៅក្នុងរិញ Baby Julie
ហើយនឹងកណ្ដូបឃើញដូចនោះក៏មិនមកអោយយូរដែរក៏បានស្ទុះទៅជួយទីតុយប៉ុន្តែត្រូវបានខាត់ដោយកង្កែបស្អីស្អាតម្នាក់តែទុកមិនជាប់ជាមួយ Baby Julie ជាមួយនឹងលបងកណ្ដូបនោះទេហើយទីតុយរបស់យើងក៏ខ្លាំងដែរបាញ់មិញវាយមិនឈ្នះកណ្ដូបផងតែពេលនេះបានវាយឈ្នះវងកង្កែបជាច្រើនមិនទាន់ឈ្នះទេកង្កែបនៅតដៃនៅឡើយវងកង្កែបក៏បានលោតទៅសង្គ្រប់ពីលើទីតុយម្ដងទៀតទាំងកណ្ដូបទាំង Baby Julie ត្រូវបានកង្កែបជន់ជាប់បាត់ទៅហើយដោយសារ Baby Julie ម៉ាប់ពេកកង្កែបកាន់ពីលើក៏បានបែកក្អួតហើយក្អួតរបស់គេនោះក៏បានខ្ទាតទៅត្រូវកង្កែបហើយកង្កែបទាំងនោះក៏បានខ្ទាតពេញនឹងទៅអត់ជឿសោះលទ្ធផលចុងក្រោយនោះគឺទីតុយកណ្ដូបនិង Baby Julie បានឈ្នះការប្រកួតនេះឈ្នះមែនតែមិនទាន់បានសក់នៅឡើយទេនៅមានកង្កែបប្រមាណក្បាលទៀតក៏បានដេញពួកគេហ្វូងកង្កែបទោះបីជាទ្រុឌទ្រោមយ៉ាងណាក៏នៅមិនព្រមចោះចាញ់បានព្យាយាមសងសឹកទៅវិញទីតុយនិង Baby Julie ក៏បានសហការគ្នាត្រដាងស្លាប់ហោះចេញទៅប៉ុន្តែត្រូវបានកង្កែបយកអណ្ដាតរបស់គេទាញជើងជាប់ Same ending but different ចុងក្រោយត្រូវបានចាញ់ដោយសារតែក្បាច់ផោមរបស់ Baby Julie ដដែលចុងក្រោយពួកគេក៏បានត្រឡប់មកជួបជុំគ្នាវិញជាមួយនឹង Red ហើយនិង Yellow ក៏ដូចជាកូនទីតុយសម្រាប់រឿង3វគ្គនេះក៏បានបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតណាកុំភ្លេច Subscribe Like ហើយ Comment ផងអូខេបាយបាយ